លើកទី1ហើយក៏លើកដំបូងដែលបានមកវត្តស្លាប់កុកប៉ុណ្ណាហើយនៅក្នុងទីនេះក៏មានញាតិញោមពុទ្ធបរិស័ទខ្លះស្គាល់ញោមដែលស្គាល់អាត្មាញោមមកពីខាងកោះរុស្សីហើយព្រះអង្គម្ចាស់គ្រូខាងនេះក៏ធ្លាប់ស្គាល់ទៀតដែរណាព្រះអង្គគ្រូគង់នៅវត្តស្លាប់កុកយ៉ាងហ្នឹងក៏ហើយក្រៅពីហ្នឹងអត់ស្គាល់ញោមក៏អត់ស្គាល់អាត្មាក៏អត់ស្គាល់ញោមដែរប៉ុណ្ណាហើយមិនតាន់បានសម្ដែងផងញោមអាសាឲ្យញោមអាចារ្យសួរសំធួរអត់ហើយញោមញោមអាចារ្យសួរថាព្រំជាប់តេតងពីព្រំថាព្រំណារតនីបធរទេសនាហ្នឹងមានតាំងពីពេលណាចឹងញោមអាចារ្យបើសួរអញ្ចឹងក៏អាត្មាសួរអ្នកព្រំទេសនាហ្នឹងមានតាំងពីពេលណាបើសួរអ្នកព្រំមិនដឹងមែនទេញោមបងអាត្មាអ្នកទេសនាចឹងញោមអ្នកព្រំក៏សួរញោមព្រំមានតាំងពីពេលណាបងណាញាតិញោមពុទ្ធបរិស័ទព្រំរតនីបធរទេសនាហ្នឹងគឺចាប់ផ្ដើមមានតាំងពីពុទ្ធព្រះអង្គត្រាស់ដឹងយ៉ាងណាណាពុទ្ធត្រាស់ដឹងហ្នឹងគឺចាប់ផ្ដើមមានព្រំហ្នឹងឯងមកអរតនីហ្នឹងឯងបធរទេសនាហ្នឹងឯងហើយព្រំហ្នឹងឈ្មោះអីឈ្មោះសហបតីព្រំហ្នឹងឯងណាគ្រប់ពុទ្ធទាំងអស់ញាតិញោមពុទ្ធបរិស័ទគ្រប់ពុទ្ធទាំងអស់ឲ្យតែបានត្រាស់ដឹងជាពុទ្ធហើយតែតែមានព្រំនឹងឯងមកអរតនីបធរទេសនាហើយសួរថាហេតុអីចាំបាច់មានព្រំមកអរតនីបធរទេសនាណែញាតិញោមមានឆ្ងល់អញ្ចឹងឯងញាតិញោមមានឆ្ងល់ទេហេតុអីចាំមានព្រំមករតនីបធរទេសនាបងត្រាស់ដឹងដំបងញាតិញោមពុទ្ធបរិស័ទត្រាស់ដឹងដំបងព្រះអង្គមានសេចក្តីត្រេះរិះព្រះអង្គអត់ទាន់សម្ដែងពធទេសនាទេព្រះអង្គអត់ទាន់សម្ដែងពធទេសនាទេស្អីព្រះអង្គត្រេះរិះថាមនុស្សសម័យនោះគឺមិនទាន់មានការស្ដាប់ពធទេមនុស្សសម្បូរទៅដោយបុគ្គលមាននៅរាគៈទោសៈសម្បូរទៅដោយអ្នកមាននៅមច្ឆាទិដ្ឋិញាតិញោមមច្ឆាទិដ្ឋិណាហើយមនុស្សទេវតាសម័យនោះគឺជាអ្នកជឿទៅលើព្រំណាដោយគេយល់ឃើញថាព្រំនឹងឯងជាអ្នកបង្កើតលោកញាតិញោមណាព្រំនឹងជាអ្នកបង្កើតលោកអញ្ចឹងសំដែងដល់ខ្លីថាប្រយោជន៍ដែលព្រមមករតនីបធរទេសនាហ្នឹងគឺប្រយោជន៍គឺព្រះអង្គមានសេចក្តីត្រេះរិះអញ្ចឹងឯងធ្វើឲ្យព្រមនឹងឯងដឹងញោមពីព្រោះអីព្រោះថាទេវតាមនុស្សនឹងឯងគេគោរពព្រំណែគោរពព្រំដល់តែព្រំនឹងឯងមកអរតនីបធរទេសនាព្រះអង្គសម្ដែងទៅគឺមានន័យថាងាយនៅក្នុងការស្ដាប់នៅពធដោយសារអីដោយសារគេគោរពព្រំជាមេគេដល់តែឃើញមេនឹងឯងមកអរតនីព្រះអង្គសម្ដែងពធទេសនាអញ្ចឹងទៅមនុស្សទាំងនោះឯងមានការស្ដាប់ធម៌ដោយគោរពដេកសាឃើញព្រំហ្នឹងឯងជាអ្នកមកអរតនីព្រះអង្គសម្ដែងពធទេសនាហ្នឹងឯងអាហ្នឹងគឺជាជាប់តេតងអំពីព្រំយ៉ាងណាហើយបើញោមចង់ដឹងបន្ថែមញោមទៅបើកមើលនៅក្នុងគម្ពីរព្រះត្រៃបិដកធិ30ណាព្រះអង្គសម្ដែងនៅក្នុងអាយាចនៈសូត្រក៏ញោមទៅបើកមើលទៅឃើញណានៅក្នុងគម្ពីរព្រះត្រៃបិដកលេខ30នៅក្នុងអាយាចនៈសូត្រព្រះអង្គសម្ដែងជាប់តេតងអំពីព្រំហ្នឹងឯងអាហ្នឹងគឺសំណួរដែលញោមសួរ
này cho tẹt to vì prong hay sầm lúa tí pí để nhôm xuông pí ăn để xong chẳng má bò xài và chọn còn đấy chẳng nhiệt nhôm quất tập bò để sang bón nếp từ miền bón quất thêm bị sai bón lò xà la khăn nắng bón cắt thân là tiếng xa mà kỳ này bón cắt thân là tiếng xa mà kỳ hãy thấy ban về cái bậc cao hay là tam mươi sa mùi tiền của hãy thấy ban cái bậc cao là bón cắt thân là tiếng xa mà kỳ như vậy mấy cái mình đã cắt thân ai bị trộn này cái pro tha pet là xa mà kỳ mà đây là cá ruộng cá sọc sruol này mà đây là cá ruộng cá con riêng khiếp nông cá bồng pinh vừa nấu ảo váy mùi nè chẳng mà đây là ban chỉ kia bằng cá bon cật thân sam bậc đi nó mà đây ta men bon nó rồi bon nhôm co nó ta mà nẹt tê mà đây là cá đầy dương vừa bon cật thân nó mà đây là cá ruộng khía cá sọc sruol khía bán của rốt vừa về thi bon cật thân là tiên là anh bà men bon nhôm ấy nhôm co nó vừa cật thân nó tách một mà đây nhôm kho nó vừa cật thân tách một mà đây giờ các bạn chỉ cao cái bậc cao thì là bon cật thân sa mật kỳ thấy bon cật thân sa mật kỳ nế nhiệt nhôm quật tập bò sao cứ chịu bon muối việc ta cật thân nế mau ẩm pi cắt thẳng thiệp việc ta cật thân đó mau ẩm pi cắt thẳng thiết để prai ta cò thật thề chọc chuồn kịch tộc là sao tộc phải chôn là rụt một thon niềm mà khổ nè anh ấy cái áo chúng ta cắt thành đôi miền vị kẻ hạt muối bỏ sầm đai khá cắt thẳng tế cách thề nét chi vật tây tế cắt thể nào sụp hiêu vẽ ai na tay ruột nơi ban đời có ca ban đời có tăng lan đời có sụp hiêu vẽ thằng ấy lục áo mua tháng cắt thành lục miên sực đây priệp thiếp tận nắng chơ nặng nhiệt nhổ chơ nặng đài nhiệt nhôm có tập bò để sang cắt cho những pi đài dương cắt đào chơ mê chơ hãy gió màu phớ chỉ nặng nè nhiệt nhôm có bò sang nè viên cả bay viên cô nè cho cả bay đó này tay nè cắt đào chơ là ấy gió màu phớ chỉ nặng cô nặng cả bay bọc cho thật nóng đầy chơ nó nghe vì miền ca lục lo tranh chia sẵn lắm ban đau lục ban đau sro giang ná rê ảnh cách phơ ở cao lang chia cật thân ảnh tan lang chia cật thân ảnh pinh cho ông cật thân đó miền sẽ cái đây cro giang lúc ngày nhiều nè có cô ta bon cật thân là tiền nó ấy cứ chỉ tiền muối đai cho tẹt tóm tận nắng prep vin này nhôm phơ mình trắng mình lang chia cật thân nè nè có xong phơ cách mình trắng còn anh lang chia cật thân này thấy xưa ta bon cật thân là tiền đó miền bị bè na đam hai đấy ban ao miền bon cật thân nè đam hai tại nó phải miền bon cật thân nắng máu vì miền rương bị khô sang sập bong rương có bị khô sang sập rô nè được nông sầm máy cột là cá được pre sầm ma sam cột bỏng cung được nông quan trên tập cột nhận nhiều là miền bị khô sang sập bong nông chỉ nè tới chừng ra khó được nông prey nè chừng ra khó được nông prey này mấy có chỉ nè miền được can tình nhớ can nó lớn chừng cuồng kêu đại chân những pi vuông ai tới chừng ra khó du hết của miền can nó lớn là trong xua sọc tộc trong một con phai chừng ra ra sama sam cốt đá đại chiến vào lòng một cừu nè priệp đôi chỉ nhiệt nhôm cột bò sạt ấy miền câu nữa đó miền câu này câu là ấy cái miền cua xa từ nơi sọc xây chẳng tư
ឬក៏កូននឹងឯងគេមិនទាន់មានគ្រួសារទេគេទៅធ្វើការនៅស្រុកផ្សេងអញ្ចឹងទៅខ្លះទៅថៃខ្លះទៅពេញអញ្ចឹងទៅដល់អញ្ចឹងទៅក៏មានការនឹករលឹកចំពោះអ្នកម្ដាយចំពោះលោកឪពុកអញ្ចឹងណាយ៉ាងណាមិញភិក្ខុហ្នឹងចឹងដែរនឹករលឹកចំពោះគ្រូយោចង់មកគាល់បំរើចង់មកសួរសុខទុក្ខគ្រូអញ្ចឹងណាក៏ធ្វើដំណើរចេញអំពីព្រៃហ្នឹងមកគោលបំណងដើម្បីមកសួរសុខទុក្ខមកបំរើព្រះសម្មាសម្ពុទ្ធដល់អញ្ចឹងទៅធ្វើដំណើរមកតាមផ្លូវយោមកដល់ពាក់កណ្ដាលផ្លូវនៅក្រុងសាកេតហ្នឹងក៏ស្រាប់តែដល់រដូវអធិដ្ឋានចូលព្រះវស្សាភិក្ខុហ្នឹងធ្វើដំណើរមកអត់ទាន់ទេយោណាធ្វើដំណើរមកអត់ទាន់ក៏នាំគ្នាចាំព្រះវស្សាហ្នឹងនៅពាក់កណ្ដាលផ្លូវនៅក្នុងក្រុងសាកេតហ្នឹងទៅនេះដល់អញ្ចឹងទៅដល់ថ្ងៃបវារណាចេញព្រះវស្សាភិក្ខុនៅក៏នាំគ្នាបវារណាចេញព្រះវស្សាក៏ធ្វើដំណើរមកតាមផ្លូវចែកដំនេះរដូវវារដូវភ្លៀងហើយរដូវភ្លៀងហ្នឹងវាមានទឹករលឹកប្រពេប្របាច់វាមានផុកវាមានស្អីណាមួយដោយមាននៅសង់ក្តីជីពហ្នឹងវាធ្ងន់ធ្វើដំណើរមកណាស្រាប់តែមកដល់វត្តចេតពុនហ្នឹងញាតិញោមពុទ្ធបរិស័ទមកដល់វត្តចេតពុនហ្នឹងទៅក៏អង្គុយក្នុងទីដែលសំគួរបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងសួរថាមនីភិក្ខុទាំងឡាយសក្តិយន្តរបស់អ្នកទាំងឡាយល្មមអាចប្រព្រឹត្តទៅបានដែរឬទេណែហើយការគង់ចាំព្រះវស្សានឹងមានការស្រស់ស្រួលគ្នាមានវិវាទតតែងគ្នាដែរឬទេហើយចង្ហាន់បិណ្ឌបាតនឹងមានការគ្រប់គ្រាន់ដែរឬទេណែបានភិក្ខុទាំង30អង្គនឹងឯងរៀបរាប់ថាការគង់ចាំព្រះវស្សារបស់ព្រះអង្គនឹងស្រស់ស្រួលនេះទេអត់មានវិវាទតតែងនេះទេហើយចង្ហាន់បិណ្ឌបាតហ្នឹងក៏គ្រប់គ្រាន់ដែរប៉ុន្តែការធ្វើដំណើរមកតាមផ្លូវហ្នឹងវាមានការពិបាកព្រះអង្គមានភ្លៀងមានផុសហើយមានដោយសង្ក្តីនឹងត្រូវទឹកភ្លៀងវាមានការធ្ងន់ណែរៀបរាប់អំពីសេចក្តីទុក្ខដែលខ្លួនឯងធ្វើដំណើរមកតាមផ្លូវហ្នឹងឯងប្រាប់ព្រះសម្មាសម្ពុទ្ធណែបានព្រះអង្គសម្ដែងអំពីសេចក្តីទុក្ខនៅក្នុងសង្សារវដ្តហ្នឹងឯងគ្មានទីបំផុតព្រះអង្គសម្ដែងនៅធម្មកថានឹងចប់សម្ដែងនៅពធទេសនាចប់ភិក្ខុទាំង30អង្គហ្នឹងយោបានស្ដាប់ពធចប់ហើយបានសម្រេចសុទ្ធតែជាព្រះអរហន្តណែបានសម្រេចសុទ្ធតែជាព្រះអរហន្តហើយក៏ថ្វាយអង្គមព្រះសម្មាសម្ពុទ្ធហោះទៅកាន់ទីកន្លែងរៀងអង្គចឹងទៅណែបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់មានសេចក្តីត្រេះរេះថាបើសិនជាព្រះអង្គមានការអនុញ្ញាតឲ្យភិក្ខុសង្ឃហ្នឹងមានការក្រាបក្រងអនុមោទនាកឋិនម្លេះប្រសងភិក្ខុសង្ឃហ្នឹងអត់មានការពិបាកទេហើយកឋិនហ្នឹងមានតាំងពីពុទ្ធជំនាន់មុនហ្នឹងណែព្រះអង្គពិចារណាចឹងទៅបានព្រះអង្គនឹងឯងប្រកាសហៅភិក្ខុប្រជុំព្រះអង្គប្រកាសហៅភិក្ខុមកប្រជុំភិក្ខុសង្ឃនឹងឯងមកជុំហើយបានព្រះអង្គទ្រង់ប្រកាសសម្ដែងនៅគាថាអនុជានេមិភិក្ខវេវសង្ឃវត្ថានាភិក្ខុណាកថេណាអដ្ឋរតងអដ្ឋតកថេណានាមវោភិក្ខេអភិក្ខវេបញ្ចកបិសន្តិមនីភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុអង្គណាដែលបានគង់ចាំព្រះវស្សាណាគ្រប់3ខែបណ្ដាច់វស្សាអាចទទួលក្រាលត្រង់និងអនុមោទនានៅកឋិនថារកិច្ចនឹងឯងបានដោយទទួលបាននៅអានិសង្ឃនឹងឯង5នេះអញ្ចឹងមានន័យថាកឋិននឹងឯងចាប់ផ្ដើមមានតាមហេតុកើតឡើងនឹងចាប់ពីភិក្ខុទាំង30អង្គនឹងឯងយោណាតែព្រះអង្គដែលពុទ្ធទ្រង់អនុញ្ញាតឲ្យមានកឋិននឹងឯងឡើង
ហើយបនកថានទាននេះទីសោគឺជាទានមួយដែលខុសប្លែកអំពីទានដតីញាតិញោមខុសប្លែកយ៉ាងម៉េចដោយយើងធ្វើបនបច្ច័យ4បនពុទ្ធាវិស័យមានជីពរដូចគ្នាបនចម្រើនបជនញោមតែងតែទិញមានសាដកមានស្បង់ដូចគ្នាបនកឋិនក៏មានជីវរមានស្បង់ដូចគ្នាប៉ុន្តែខុសប្លែកអំពីបនពុទ្ធាវិស័យចម្រើនបជនបច្ច័យ4យើងខុសត្រង់ណាខុសដែលហេតុ5យ៉ាងបនកឋិនទានហ្នឹងឯងទី1ប្លែកដោយការញាតិញោមការរបស់កឋិនហ្នឹងមានប្រមាណថ្ងៃញាតិញោមយកអ្នកក្រុមយកអ្នកក្រុមយកខាងនេះគាត់ចាំគាត់29ថ្ងៃរាប់ពីថ្ងៃណាញោមពីថ្ងៃ100ខែសុចដល់ថ្ងៃ15កើតខែកដិកបងណែអញ្ចឹងមានន័យថារដូវកាលរបស់កឋិនហ្នឹងគឺមានតែ29ថ្ងៃទេញោមណែអញ្ចឹងក្នុង29ថ្ងៃចាប់ពីថ្ងៃ100ដល់ថ្ងៃ15កើតខែកដិកហ្នឹងក្នុងថ្ងៃហ្នឹងញាតិញោមពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាចង់ជាវត្រៃជាវលៀងចង់ជាវស្បង់ធ្វើកឋិនទៅវត្តណាក៏បានដែរប៉ុណ្ណាទៅវត្តណាក៏បានដែរប៉ុន្តែវត្តក្នុងវត្តនីមួយទទួលកឋិនបានតែម្ដងទេណាញោមណាបានតែម្ដងទេបើថាញោមធ្វើកឋិននៅវត្តដល់ស្អែកវេប្រគេនប្រសង់ដល់ថ្ងៃ15កើតខែកដិកធ្វើមកទៀតអត់កើតទេអញ្ចឹងមិនថាក្នុងថ្ងៃហ្នឹង100ខែអាសត់ដល់ថ្ងៃ15កើតខែកដិកញោមចង់ធ្វើទៅវត្តណាក៏បានដែរប៉ុន្តែបើសិនជាផុតពីថ្ងៃហ្នឹងទោះបីជាញាតិញោមពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាជាវលៀងជាវត្រៃប្រមាណត្រៃ10ត្រៃ20ត្រៃក៏ដោយធ្វើទៅវត្តណាក៏អាចឈ្មោះថាជាកឋិនដែរគេឲ្យទៅជាប្រគេនបច្ច័យ4ចំពោះព្រះភិក្ខុសង្ឃណែអាហ្នឹងបនកឋិនទានផ្លែកដោយការទី2ផ្លែកទៅដោយវត្ថុញាតិញោមណែអង្គរបស់កឋិនមានប្រមាណញោមញាតិញោមអង្គរបស់កឋិនមានប្រមាណវត្ថុរបស់កឋិនហ្នឹងមានអីខ្លះញាតិញោមដឹងទេអ្នកព្រមអ្នកព្រមវិញឆ្លើយវិញឥឡូវសួរអ្នកកែឆ្លើយវិញបងវត្ថុរបស់កឋិនមានប្រមាណញោមបងអង្គរបស់កឋិនឬក៏វត្ថុរបស់កឋិនមានតែ3ឯងញាតិញោមសង្ឃក្តីជីវរស្បង់ណែញាតិញោមមានតែ3ហ្នឹងឯងដែលញោមហៅថាត្រៃហ្នឹងគឺមានតែ3ហ្នឹងឯងសង្ឃក្តី1ជីវរ2និងស្បង់ណាយើងហៅកាត់ហៅថាសង្ឃក្តីពេលគេហៅត្រូវអសគេហៅថាសង្ឃាដីយល់ណាណែហើយនៅក្នុងទាំង3ហ្នឹងញាតិញោមពុទ្ធបរិស័ទយកមកធ្វើជាកឋិនទាំង3ហ្នឹងក៏អត់កើតដែរណាទាំង3ហ្នឹងគឺភិក្ខុសង្ឃយកតែមួយទេយកមកធ្វើកឋិនក្រាក្រងកឋិននោះអាហ្នឹងអាស្រ័យទៅលើទឹកចិត្តបតីរបស់លោកអ្នកក្រាក្រងបើលោកស្រឡាញ់សង្ឃក្តីលោកក្រាក្រងសង្ឃក្តីទៅបើលោកស្រឡាញ់ស្បង់លោកក្រាក្រងស្បង់ទៅបើលោកស្រឡាញ់ជីវរលោកក្រាក្រងជីវរហ្នឹងទៅណាអាហ្នឹងគឺមានតែ3ហ្នឹងទេញោមណាយកសង្ឃក្តីក៏បានជីវរក៏បានស្បង់ក៏បានដែរក៏លោកញាតិញោមពុទ្ធបរិស័ទនេះខ្ញុំកណាអត់មានលុយទេមានតែស្បង់មួយហ្នឹងធ្វើកឋិនក៏បានដែរញាតិញោមមានតែស្បង់មួយធ្វើកឋិនក៏បានដែរហើយចុះលុយញាតិញោមលុយសម្រាប់អីញាតិញោមលុយសម្រាប់កសាងមែនអត់ញោមលុយសម្រាប់កសាងហើយកសាងមានប្រមាណញាតិញោមកសាងមានប្រមាណបងក
có sang miền pi nhung mà nhận nhôm có sang miền pi có sang muối có sang vọt nè có sang vọt miền cọt miền sả la miền bưởi hia miền sra miền đông tất để cho tao chẳng từ nó có sang mùi tiết có sang này kì có sang prem bị khâu xong nhôm cả đa bởi dương có sang từ vót có sang từ bưởi hia có sang từ cọt ốc có sang từ sóng vót năng miền từ cọt miền từ sả la miền từ bưởi hia miền từ sóng xua ta cặp thân năng nhân nhôm hai chôn mà cao để nhung ọt đê cặp thân năng là nhiệt nhôm cút bò để sắt hai mao pơ mao nó cứ sái miền bị khâu xong là ngày bọn miền bị khâu xong đấy cứ ai hai cặp thân năng mao bàn để nhung nè chẳng nhiệt nhôm cút bò để sắt vừa cặp thân từ vót na cái đó nhung và chay co sang nhưng nhung trâu bay chay chụp pi tì muối nhung co sang vót là làm tì pi nhung bay chay chụp mùi tiết sắp ráp co sang bị khấu xong có ta bà chay nhung châu cặp thân cho mặt trai bà chay bà man mà liên co sang vót bà man bà kiên bà xong bà man co sang bà xong bà man chắc nhung bay chay chân tới nhung nữa nâng chúng ta dương ban co sang pi này co sang vót khó co sang bà xong khó nè chắc mà đây ta tì pi nó khai ta đói vặt thâu nhìn nhổ cứ vặt thâu rồi con cả thân miền tại sập bóng chỉ vó hay nắng xong thì đây đi chấm này lùi chấm này ấy nó cứ sầm ráp phải cháy co sang vót nó sầm ráp phải cháy và kiến phải cháy cuốn chấm cuốn prem bị thâu xong về môi tiệt khai ta đói ông pư nhìn nhổ khai ta đói ông pư mà đây ta nhiệt nhôm ta chỉ tia giờ cá nẹp phớ có mấy phớ trâu tam miền này vì không xong nè để trâu cà tròn nè phơ cách cả thân nó có trâu từ tam miền này đã pro tha cả thân này nhiệt nhôm cột tập bò để sát ăn và kiên lô bàn để ban tàu về để ra nhôm ý cái lo nhiệt nhôm cột bò sát hai cả thân màu vót na đây một vót làm cọc thằng đây cái lo squat của ông cru thằng đây ý nhôm cả na tinh chỉ vo môi phần nát do tập kiên lô tay chỉ phải chạy tuôn nè lên tay chỉ cả thân nè cô cả thân ban tàu về để nhổ ai tập kiên ban để tôi bây giờ nhôm hai từ vót na cái đây ban tàu về để vô mà cha đập non vì bậc kiên lô chẳng tay bắt miền này ý tình trai mà trai vô tập bậc kiên lô tình liêng mà liêng vô tập bậc kiên lô ai bậc kiên ban đề ban từ về tê sao ba đấy nhú nè nó tay từ đó làm bờ tí buồn tay từ đó và đây kia hạt cam nè và đây kia hạt cam nè từ tuôn cả thân nó cứ ban tại bị khâu tê nhiều bị khâu tê xa mà nè nó cứ ai từ tuôn cả thân ban đê ban ta bị khâu tê nhiều hãy bị khâu nó lô ta tại trăm và xa nó cũng bay khai điện ắt đạch nhân nhiều nè bị khâu nó trăm và xa nó cũng bay khai ắt đạch nó cứ tay từ đó mà đây kia hạt cả hơi nuôi tiết khai ta đói ăn để xong nè cả thân khai ta để xong nhôm phớ và ban ăn để xong vì không xong nè ta tua ra tròn ăn là một tuần cả thân và ban ăn để xong này cái gì bộ tha con phải chay tuôn con có thêm phải sai con chỉ ra phải chôn nhôm phớ cứ ban ăn để xong còn nè phơ thế đôi chặt ma tôi phòng sưu từตัวkhoa nhôm nó là ai từตัวba là xong thì và ta đã lái chùm cua bon cặp thân là tiền đấy nhôm với cả ban an để xong vì khâu xong nè từตัวcà tròn là ấy cả ban an để xong nè an để xong con phải xong miên phàm nhiều thì muối nam on tại trà nào
นิมนต์ទៅណាមិនបាច់ចាំលាភិក្ខុខំគ្នាបានរួចចាក់បាត់ទី2សមទានអាចារ្យនិមន្តទៅណាមិនបាច់ចាំយកត្រៃជីវរទាំង3ហ្នឹងទៅជាប់គ្នាទៅជាមួយបានណែទី3គណៈភោជនានិមន្តឆាន់ចំពោះឈ្មោះគាត់ដែលញាតិញោមពុទ្ធបរិស័ទនិមន្តហ្នឹងបានហើយមួយទៀតយាវតថៈចៃវរង្គណាអានិសង្ឃកលៀបមានថាភិក្ខុអាចទុកដាក់នៅអតរិកលៀបដែលបានអំពីទាយុទាយកាប្រកេននឹងឯងបានណាដល់ទៅទី5នោះអានិសង្ឃសលៀបដែលកើតនៅក្នុងអាវាសណាគឺបានតែចំពោះភិក្ខុសង្ឃនៅក្នុងអាវាសនោះឯងណាហើយមួយអាហ្នឹងគឺអានិសង្ឃរបស់ភិក្ខុសង្ឃដែលទទួលបានអំពីកថានទានដែលញោមបានយកមកប្រគេនចំពោះព្រះភិក្ខុសង្ឃណាគឺបានអានិសង្ឃ5ហ្នឹងឯងញោមហើយអានិសង្ឃរបស់ញាតិញោមពុទ្ធបរិស័ទហ្នឹងក៏មាន5ដែរទី1ភិក្ខបញ្ញាវិសារតោកើតមកគឺមានតែបញ្ញាទី2សរុបតាកើតមកមានរូបល្អទី3សវណ្ណតាកើតមកមានតែពណ៌សម្បុរល្អទី4សសន្តានាកើតមកមានតែទុនត្រៀនល្អទី5ចក្រវត្តិរាជាហោទេនឹងបានកើតជាស្ដេចចក្រពត្តិនៅក្នុងភពណាមួយជាក់ជាមិនខានជាតិណាមួយជាក់ជាមិនខានហើយមួយទៀតនឹងបានជាអេហេភិក្ខុញាតិញោមណាបានជាអេហេភិក្ខុហ្នឹងគឺអានិសង្ឃដែលញោមបានបំពេញធ្វើបុណ្យកឋិនទានណាអាហ្នឹងគឺជាប់តាក់ទងអំពីកឋិនទានហើយបុណ្យហ្នឹងក៏មានច្រើនញោមក៏សំដែងឲ្យអស់បុណ្យហ្នឹងដល់ទៅយប់ហើយញោមសំដែងជប់តាក់ទងកឋិននេះហើយនឹងឆ្លើយសំណួរញាតិញោមពុទ្ធបរិស័ទតែញោមអាចារ្យក៏សួរបុណ្យវាមានបុណ្យឆ្លងសាលាឆាន់ហើយពុទ្ធិវិស័យឲ្យញាតិញោមក៏ស្ដាប់ហើយដាពើស្ដាណាឆ្លងគឺឆ្លងនៅសេចក្តីកំណាញ់ហ្នឹងឯងញាតិញោមពុទ្ធបរិស័ទបានតែយើងធ្វើបុណ្យឆ្លងដោយញាតិញោមពុទ្ធបរិស័ទខ្លះថាហេធ្វើសាលាឆាន់បានឆ្លងកើតជាតុកកែហេធ្វើកត់បានឆ្លងកើតជាជីងចក់ណែគឺឆ្លងនៅសេចក្តីកំណាញ់ហ្នឹងឯងញាតិញោមសត្វឆ្លងលងបានដោយសារដោយសារសទ្ធាប៉ុណ្ណាហើយញោមក៏សួរថាការកសាងសាលាឆាន់ហ្នឹងទីសេនាសនៈហ្នឹងបានផ្លានសង្ឃយ៉ាងណាដែរគឺបានអសង្ឃច្រើនញោមចំណោមបច្ច័យទាំងឡាយ4ហ្នឹងឯងក្នុងទីសេនាសនៈហ្នឹងគឺបានអសង្ឃច្រើនបើតែបានបច្ច័យញោមប្រគេនប្រសង់ឆាន់តថ្ងៃហ្នឹងឆ្អែតអស់ប៉ុន្តែចំពោះទីសេនាសនៈញាតិញោមពុទ្ធបរិស័ទបានធ្វើកត់ក្តីធ្វើសាលាក្តីគឺបានអានិសង្ឃច្រើនយ៉ាងម៉េចព្រោះទីសេនាសនៈហ្នឹងឯងវាអត់ងាយខូចណែដែលព្រះអង្គសម្ដែងនៅក្នុងចេតនាទាំង3ញោមមុញ្ចនៈចេតនាពពៈចេតនានិងអបរាបរៈចេតនាណាពពចេតនាមានន័យថាចេតនាខាងដើមមានន័យថាដូចញោមកសាងសាលាឆាន់ហ្នឹងញោមពេញចិត្តពីខាងដើមបានញោមកសាងសាលាឆាន់មុញ្ចនៈចេតនាអចេតនាដែលយើងកំពុងតែធ្វើសបាយរីករាយក្នុងការបំពេញក្នុងការធ្វើហើយដល់តែអបរាបរៈចេតនាញោមបានកសាងសាលាឆាន់នឹងរួចរាល់ហើយបានធ្វើបន់ឆ្លងណែអបរាបរៈចេតនាមិនថាចេតនាខាងចុងហ្នឹងញាតិញោមពុទ្ធបរិស័ទមកឃើញសាលាឆាន់ពេលណាមានសេចក្តីជ្រះថ្លាពេលណាសบายចិត្តពេលណាបន់កើតនៅពេលហ្នឹងឯងណែឃើញញោមដូចញោមមានសទ្ធាជ្រះថ្លាកសាងកត់វត្តផ្សេងចុះឬក៏កសាងនៅវត្តនេះអញ្ចឹងដូចតែការកសាងសាលាអញ្ចឹងញោមឆ្លងរួចសบายចិត្តមកគណៈហ្នឹងបនកើតភាសាដល់ទៅពេលលើកក្រោយញោមមកវត្តហ្នឹងមកបនក្តីមកលេងក្តីមកមើលសាលាឆាន់ហ្នឹងក្តី
ឃើញសាលាឆាន់ហ្នឹងហើយញោមត្រេកអរសាលាឆាន់អញបានធ្វើកសាងប្រគេនប្រសង់ជ្រះថ្លាសប្បាយចិត្តហើយដែលបានកសាងគណៈដែលញោមមាននៅអបរាបរៈចេតនាសប្បាយចិត្តរីករាយបននឹងឯងកើតនៅគណៈពេលហ្នឹងទៀតនេះអញ្ចឹងមិនណាសប្បាយចិត្តពេលណាបនកើតនៅពេលហ្នឹងឯងអញ្ចឹងហើយបានដូចជារឿងមួយញាតិញោមពុទ្ធបរិស័ទរឿងនន្តយៈឧបាសកញាតិញោមរឿងនន្តយៈឧបាសកជាអ្នកជ្រះថ្លានៅក្នុងពុទ្ធសាសនាណែឪពុកនន្តយៈឧបាសកជាអ្នកជ្រះថ្លាក្នុងពុទ្ធសាសនានន្តយៈឧបាសកក៏ជ្រះថ្លាតាមឪពុកដែរណាដល់តែពេលអត់ពេលឪពុកទៅនន្តយៈឧបាសកនឹងឯងក៏បានជាអធិបតីមហាអធិបតីជាអ្នកធ្វើទានជ្រះថ្លាណាស់ញាតិញោមពុទ្ធបរិស័ទតែងតែបំពេញធ្វើទានចំពោះជនទរកុឌនន្តយៈបាសកហ្នឹងណាតែងតែឲ្យទានតែងតែធ្វើទានចំពោះជនទរកុឌហើយដល់ថ្ងៃមួយគាត់មានសទ្ធាជ្រះថ្លាបានកសាងនៅសាលាយកសាលាហ្នឹងកសាងនៅសាលាមួយខ្នងមុខ4សាលាហ្នឹង4ល្វែងដល់តែគាត់កសាងសាលានឹងឯងរួចរាល់អស់ហើយក៏គាត់ឯងចាប់ដើមវេនៅសាលានឹងឯងប្រគេនចំពោះព្រះភិក្ខុសង្ឃមានព្រះសម្មាសម្ពុទ្ធជាប្រធានដែលញាតិញោមពុទ្ធបរិស័ទដែលបានចូលលើជាមួយញោមចាស់អនបានកសាងសាលាចូលបច្ច័យជាមួយលោកម្ចាស់កសាងសាលាហ្នឹងអញ្ចឹងណាដល់គណៈដែលគាត់ហ្នឹងវេសាលាប្រគេនចំពោះព្រះភិក្ខុសង្ឃមានព្រះសម្មាសម្ពុទ្ធជាប្រធានដល់អញ្ចឹងទៅញាតិញោមពុទ្ធបរិស័ទតើអានិសង្ឃបុណ្យរបស់គាត់សម័យថ្ងៃមួយព្រះមហាមុគលានថេរបាននិមន្តទៅឋានទេវលោកក៏បានទៅឃើញមានប្រាសាទមួយប្រាសាទញាតិញោមឃើញមានប្រាសាទមានស្រីទេពអប្សរប្រាសាទមានស្រីទេពអប្សរហ្នឹងឯងចាំការពារនៅប្រាសាទហ្នឹងបានព្រះមហាមុគលានហ្នឹងឯងសួរស្រីទេពអប្សរថាតើប្រាសាទនេះជាប្រាសាទរបស់អ្នកណាបានស្រីទេពអប្សរហ្នឹងគេថាប្រាសាទហ្នឹងគឺជាប្រាសាទរបស់នន្តយៈឧបាសកណាសូមលោកម្ចាស់ពេលដែលនិមន្តទៅវិញហ្នឹងប្រាប់នន្តយៈឧបាសកផងឲ្យគាត់នឹងឯងឆាប់មកកើតនៅប្រាសាទរបស់គាត់ប្រាសាទហ្នឹងនៅក្នុងឋានតាវតឹងក៏បានព្រះមហាមុគលានថេរនឹងឯងត្រឡប់មកវិញយករឿងនឹងឯងទៅគាល់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងប្រពអំពីរឿងហ្នឹងព្រះអង្គសម្ដែងថាបុគ្គលអ្នកដែលបំពេញធ្វើបន់ហើយបន់នឹងឯងរមែងតែងតែចាំទទួលនៅបុគ្គលនឹងឯងប្រៀបដូចជាញាតិញោមពុទ្ធបរិស័ទមានសាច់ញាតិមានបងប្អូនកូនចៅទៅធ្វើការនៅស្រុកឆ្ងាយមានមិត្តភ័ក្តិទៅធ្វើការនៅស្រុកឆ្ងាយហើយមិត្តបងប្អូនកូនចៅនឹងឯងមកលេងផ្ទះញាតិមិត្តបងប្អូនកូនចៅម្ដាយឪពុកនឹងឯងចាំទទួលកូននឹងឯងយ៉ាងណាមិញបន់ដែលយោមបានបំពេញបានធ្វើនឹងឯងប្រៀបដូចជាយើងនឹងឯងចាំទទួលកូនចៅមកអំពីទីជិតទីឆ្ងាយចឹងឯងបងដល់អញ្ចឹងទៅញាតិញោមពុទ្ធបរិស័ទនន្តយៈបាសកនឹងឯងពេលដែលអស់អាយុជីវិតហ្នឹងទៅបានទៅកើតនៅក្នុងប្រាសាទនឹងឯងនៅឋានតាវតឹងនឹងឯងដោយអានិសង្ឃដែលបានកសាងសេនាសនៈទាននេះឯងញាតិញោមឃើញទេឃើញបានអានិសង្ឃច្រើននេះណាបានការកសាងនៅទីសេនាសនៈទានដែលញោមអាចារ្យនឹងឯងគាត់បានសួរយល់ណាហើយដល់អាត្មាបញ្ជាក់ទៅខាងដើមអញ្ចឹងថាពេលដែលញោមត្រេកអរពេលណាអបរាបរៈចេតនាពេលណានឹកឃើញពេលណាត្រេកអរពេលណាបននឹងឯងកើតឡើងនៅគណៈពេលដែលយើងនឹងឯងត្រេកអរសប្បាយចិត្តរីករាយនឹងឯងដែលព្រះអង្គសម្ដែងថាអបរាបរៈចេតនាពេលដែលយើងធ្វើរួចហើយនឹកឃើញពេលណាត្រេកអរពេលណាប
บอลนังไอ้การล้างเนื้อเปรี้ยวลงไปอย่างนั้นเนี่ยอันนั้นคือการสำได้จบแต่ต้องปีอ่านเนื้อซ้ำเสนาสนะเตียนอย่างนั้นไอ้เมาปรามเชียงไอ้ยุติผมมวยอย่างนั้นอัดบานเลิกจบแต่ต้องปีเปิดสตาร์หรือกับพุทธเทพิสัยเตแต่ซาแต่ยังเมาจุดผมมวยยุบไว้อย่างนั้นนั่นคือการโจรวมสำได้ปะคอคือเมียนประมาณปนังอย่างนั้นปากขาดกระไรนะกระสมเจียไซไอ้กระสมประมาณประโมและกองการมหากระสอนในใจยังปีทอมาเตียนในบริการเป็นเน็ตไซจำนายบอลตะตอนผู้ซักพร้อมแดงเตวตาเบียปรุงทุกจวนทุกหนักออกนำประเกณฑ์บอลหนังจูนบอลโดยยึดโยงพุทธวาสนาจูประเทศสมประกอบตะนังพุทธโปแปรสังลายอุปการเกิดยุวันนักสิกขาผลและสบัดใบสบัดมนุษย์สบัดเตวตาสบัดอาจารย์คือสบัดแปรนับเป็นตะยานเตียนยึดโยงพุทธวาสนาคนในจามปัตนาในสบัดนาโกนาไอ้บ้านสบัดโต๊ะจัดเป็นกองปัตนาอายังสร้างกาแฟในสบัดนาได้ประกอบเทศนาสำได้จะออกยอมประการมาเพียบเมียนประมาณปัตนาก็ละมอแต่นับประจำตรึมในไอ้วาง